សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយក phrase big picture មកបង្ហាញអ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាអាសាឃើញអាសាជួបជាពិសេសនៅកន្លែងធ្វើការហ្មងនៅកន្លែងធ្វើការឬក៏កន្លែងរៀនអីចឹងណាថាតើប៉ុន្តែអ្នកខ្លះអាចនឹងមិនទាន់យល់ច្បាស់នៅឡើយឬក៏បកប្រែមិនទាន់ចំឥឡូវយើងមើលជាមួយគ្នាអញ្ចឹងថាតើ phrase big picture ហ្នឹងប្រែថាម៉េចហើយប្រើនៅពេលណាអូខេ big picture នេះបកប្រែថាបើយើងបកប្រែនៃត្រង់គឺបកថារូបភាពធំណារូបភាពធំតែអត្ថន័យដែលគេប្រើមានន័យជាក់ស្ដែងគឺបកប្រែថារូបភាពរួមឬក៏រូបភាពទាំងមូលឬក៏ទិដ្ឋភាពរួមមានន័យថាម៉េចមានន័យថាឧទាហរណ៍ថាបើយើងចង់ដឹងពីការធ្វើអ្វីមួយរបស់អ្នកដឹកនាំឬក៏នៅក្នុងប្រទេសជាតិយើងកុំមើលតែមួយជ្រុងណាយើងមើលរូបភាពរួមឬក៏បើយើងចង់រីកចម្រើនលូតលាស់យើងត្រូវកុំតាមគេតាមមួយរឿងណាយើងត្រូវមើលថាគេធ្វើអីខ្លះរូបភាពទាំងមូលណាដើម្បីឲ្យយើងងាយស្រួលក្នុងការដំណើរការក្នុងជីវិតរបស់យើងក៏ដូចជាសម្រេចចិត្តអូខេ big picture អញ្ចឹងបកប្រែថារូបភាពរួមឬក៏ទិដ្ឋភាពរួមឬក៏រូបភាពទាំងមូលឬក៏ទិដ្ឋភាពទាំងមូលឬក៏សាច់រឿងទាំងមូលណាកុំមើលតែមួយជ្រុងអូខេឥឡូវយើងមើលឧទាហរណ៍ look at the big picture not detail ណាសូមមើលណាសូមមើលរូបភាពទាំងមូលឬក៏សូមមើលទិដ្ឋភាពរួមឬក៏សូមមើលសាច់រឿងទាំងមូលណាកុំមើលរឿងមួយជ្រុងឬក៏លំអិតអញ្ចឹងណាគឺមើលទាំងមូលបានយើងងាយយល់ងាយស្រួលក្នុងការធ្វើការសម្រេចចិត្តឬក៏ធ្វើឆាប់ចងចាំអញ្ចឹងទៅណាអូខេ She focus on the big picture អញ្ចឹងនាងផ្ដោតទៅលើរូបភាពរួមឬក៏សាច់រឿងទាំងមូលឬក៏ទិដ្ឋភាពទាំងមូលឬក៏រូបភាពរួមអញ្ចឹងទៅណាអូខេអញ្ចឹងបានគាត់មើលឃើញទៅស្រួលសម្រេចចិត្តឬក៏ស្រួលយល់ The manager explain the big picture អញ្ចឹងអ្នកគ្រប់គ្រងណាអ្នកគ្រប់គ្រងណាពន្យល់អំពីរូបភាពទាំងមូលឬក៏រូបភាពធំឬក៏ទិដ្ឋភាពរួមនៃសាច់រឿងឬក៏គម្រោងឬក៏ការងារនោះដើម្បីឲ្យបុគ្គលិកឬក៏ក្រុមការងារបានយល់កុំឲ្យយល់ច្រឡំឬក៏យល់ខុសអីចឹងទៅណាអូខេបាទអរគុណអ្នកទាំងអស់គ្នាសូមកុំភ្លេចជួយ comment ផងបើសិនជាមានសំណួរមានចម្ងល់ហើយកុំភ្លេចជួយ like ផងអរគុណច្រើនជម្រាបលាបាយបាយ